មកជាខ្ញុំឃើញបងប្អូនមិត្តភក្តិខ្ញុំមានបញ្ហាតែមិនធប់ខ្ញុំឃើញពួកគាត់មានអារម្មណ៍ថាសោកស្ដាយគាត់សោកសៅខ្លាំងហើយចំពោះគ្រួសារគាត់ក៏មានអារម្មណ៍ថាចង់ទៅបាយបាក់នេះចង់ទៅលេងលះគ្នាអញ្ចឹងណាដើម្បីទៅរកផ្លូវរៀងខ្លួនឬក៏ដើម្បីរកផ្លូវណាដែលអាចរកលុយបានលុយចូលយឺតចូលលឿនមិនសំខាន់ទេបងប្អូនសំខាន់ទី1បងប្អូនត្រូវមានសុខភាពល្អទី2គ្រួសារនៅជុំគ្នាគ្រួសារយើងក៏ត្រូវតែមានសុខភាពល្អដែរជៀសវាងកុំឲ្យមានជំងឺសំខាន់បងប្អូនទុកខ្លួនឯងជាប់ស្មារតីសុខភាពគឺមិនឲ្យវានៅល្អសិននៅរឹងមាំសិនហើយបងប្អូនទៅដល់ស្អីតាម step គ្មានចំណោទណាដែលគ្មានចម្លើយទេនៅក្នុងជីវិតដូចនេះតែតែមានផ្លូវដែលចេញនៅថ្ងៃណាមួយគាត់តែជើងរកអត់បានឬក៏ពេលវេលាមិនដល់ប៉ុណ្ណឹងទេមិននិយាយចឹងថាឲ្យបងប្អូនគិតទៅលើរងចាំទៅពេលវេលាមែនទេយើងធ្វើអីក៏ដោយយើងទៅតាម step របស់វាធម្មជាតិគឺវាបានដល់បងប្អូនរងចាំពេលវេលាបន្តិចដើមឈើដែលធំមិនអាចដុះមួយថ្ងៃខ្ពស់ឬវារឹងមាំទេបងប្អូនគឺត្រូវការពេលវេលារាប់រយឆ្នាំទើបអាចរឹងមាំបានជីវិតនៅដូចនេះចឹងដែរនេះគឺធម្មជាតិដែលបង្កើតមនុស្សអញ្ចឹងគឺវាអត់ផ្លាច់ទេបើសិនបងប្អូនខកខ្វាយរឿងលឿនបានបាយខ្វល់រឿងបញ្ហាដែលមិនធប់ពេលបងប្អូនឈឺអញ្ចឹងវាកាន់តែគ្រោះថ្នាក់ក្នុងគ្រួសារតទៀតអញ្ចឹងលើកទៀតបងប្អូនថាអ្វីដែលចូលមកដល់យើងទៅដោះស្រាយតាម step របស់វាចូល1 12ចូល2 12ចូល3 13ដោះតាមរបៀបដែលវាចូលមក